ជាផ្លាទឹកបតីសម្រាប់ផ្ដល់ទីរាវត្តនេះជូនដល់បងប្អូនពុកម៉ែដែលបានជៀសខ្លួនសម្រាប់ជ្រកកោនទីសុខភាពខ្ញុំឈ្មោះសុខសម្បត្តិថ្ងៃនេះខ្ញុំមានមោទនភាពដែលបានមកចូលរួមចែករំលែកនៅអំណោយបន្តិចបន្តួចប៉ុន្តែជាទឹកចិត្តកាត់ថ្លៃមិនបានទោះបីឆ្ងាយតាណាក៏ដោយក៏ខ្ញុំខិតខំមកដែរហើយតាមរយៈអំណោយនេះដែរខ្ញុំក៏សូមអរគុណដល់ម្ចាស់ផលិតកម្មក្រុមហ៊ុនសាស្ត្រាហ្វាមពីមសាស្ត្រាពីមក៏ដូចជាបងអ៊ីប៉ៃបាទតំណាងឲ្យក្រុមហ៊ុនបងអ៊ីប៉ៃបាទបានចូលរួមជួយក៏ដូចជាបងប្អូនយើងបាទដែលរួមចំណែកម្នាក់បន្តិចដើម្បីផ្ដល់ជាអំណោយនេះជូនដល់បងប្អូនយើងនៅទីនេះថ្ងៃនេះបាទហើយអ្វីដែលខ្ញុំសូមចូលរួមមួយទៀតនោះគឺថាសូមចូលរួមសោកស្ដាយមែនទែនបាទចំពោះការដែលពុកម៉ែបងប្អូនត្រូវបានភៀសខ្លួនដោយសារតែសង្គ្រាមឈ្លានពានបាទនេះមិនមែនហៅថាសង្គ្រាមស៊ីវិលក្នុងប្រទេសទេនេះគឺជាសង្គ្រាមឈ្លានពានប្រទេសមួយនិងប្រទេសមួយដែលក្នុងសម័យនេះជាសម័យដ៏ទំនើបដែលពិភពលោកស្អប់ខ្ពើមសង្គ្រាមណាស់តែជាមិនគួរណាកើតមានរឿងសង្គ្រាមដែលគួរឲ្យស្អប់ខ្ពើមបែបនេះសោះហើយអ្វីដែលសំខាន់ពុកម៉ែបងប្អូនកំពុងតែរស់នៅសុខស្រួលតែជាមានការឈ្លានពានដែលវាធ្វើឲ្យយើងរស់នៅប្រត់ប្រាស់និរិះប្រត់ប្រាស់គ្នាធ្វើឲ្យពុកម៉ែបងប្អូនមួយចំនួនបែកបាក់ក្នុងគ្រួសារសូមធ្វើឲ្យកងទ័ពរបស់យើងវិរៈកងទ័ពរបស់យើងខ្លះមានកលកម្មរបួននឹងបែកបាក់គ្រួសារទៀតបាទនេះហើយជាបញ្ហាដែលយើងស្អប់ខ្ពើមណាស់រឿងសង្គ្រាមប្រជាជនខ្មែរយើងជួបចេញនឹងសង្គ្រាមនេះច្រើនទសវត្សរ៍ហើយយើងគិតថាបានសុខបាយហើយក្នុងពេលវេលានេះបែរជាអាចកើតមានការឈ្លានពានរបស់បរទេសមកលើប្រទេសយើងអញ្ចឹងហើយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់